ធ្លាប់បានសង្កេតមើលអត់ថាតើនៅពេលដែលយើងទៅព្រីនឯកសារផ្សេងៗយើងតែងតែឃើញមាន QR code Telegram របស់ម្ចាស់ហាងកន្លែងព្រីនហ្នឹងគេតែងតែដាក់លើតុឬក៏គេដាក់នៅកន្លែងណាមួយដែលអាចធ្វើឲ្យយើង scan ដើម្បីភ្ជាប់ contact ជាមួយគេហើយយើងអាចផ្ញើ file ឯកសារឬក៏សៀវភៅទៅគេបានតែបើសិនជាពេលខ្លះយើងអត់មាន QR code ហ្នឹងយើងមានតែលេខទូរស័ព្ទគេគឺជាទូទៅយើងតែងតែទៅ save contact នៅក្នុង Telegram មែនអត់អញ្ចឹងតាថ្ងៃនេះគឺខ្ញុំមានវីដេអូមួយចែករំលែកនឹងអាចជាជំនួយដល់បងប្អូនទាំងគ្នាក្នុងការចំណាយពេលវេលាតិចដើម្បី save contact បានលឿនអញ្ចឹងគឺយើងចូលទៅ Telegram មកយើងឈប់ប្រើប្រាស់នៅវិធីចាស់ដែលយើងធ្លាប់ទៅប្រើកាលមុនគឺយើងតែងតែចូលខាងលើនេះហើយបន្ទាប់មកយើងជ្រើសរើសយកពាក្យ new contact ចូលកន្លែងហ្នឹងហើយបើយើងចាប់ដើមបញ្ចូលលេខទូរស័ព្ទហើយយើង save ឈ្មោះអ្នកដែលយើងចង់ភ្ជាប់ contact ជាមួយនឹងអញ្ចឹងសង្ឃឹមថាវីដេអូនេះអាចជួយដល់បងប្អូនទាំងគ្នាបានងាយយើងអាចចូល Telegram ធម្មតាហើយចូលកន្លែង Save Messenger នេះមកនេះចូលកន្លែងហ្នឹងតបមកកន្លែងខាងក្រោមនេះគឺយើងបញ្ចូលលេខទូរស័ព្ទលេខទូរស័ព្ទដែលគេមាន Telegram កន្លែងនេះចឹងឧទាហរណ៍ខ្ញុំដាក់088 22 45 415ចឹងបងប្អូនទាំងអស់គ្នាគ្រាន់តែ save ប៉ុណ្ណឹងមកហើយ send ទៅប៉ុណ្ណឹងគឺរួចរាល់យើងអត់មានពិបាកក្នុងការទៅ save ឈ្មោះទៅអីទេតែសូមបញ្ជាក់លេខទូរស័ព្ទនេះតើតែលេខទូរស័ព្ទដែលម្ខាងទៀតគាត់ប្រើប្រាស់ Telegram បើសិនបើអ្នកភាគីម្ខាងទៀតក៏អត់បានប្រើប្រាស់លេខនឹងសម្រាប់បង្កើត Telegram ទេអញ្ចឹងក៏អត់មាន contact ជាមួយគាត់ដែរអញ្ចឹងដាច់ខាតត្រូវតែលេខហ្នឹងគឺជាលេខដែលគាត់បានប្រើប្រាស់ Telegram តែអាចមានករណីមួយទៀតពេលខ្លះបើសិនជាយើងអាសា save contact ច្រើនពេក Telegram របស់យើងនឹងអាច save contact ឡើងជាប់មានថាអស់ contact save ខ្ញុំធ្លាប់មានករណីអស់នឹងយូរដែរហើយទៅមួយរយៈក្រោយនេះអាច save ឡើងវិញបានអញ្ចឹងត្រឡប់មកវិញបងប្អូនទាំងអស់គ្នាគ្រាន់តែសរសេរលេខទូរស័ព្ទប៉ុណ្្នឹងទៅហើយចង់ដឹងថាគាត់មាន Telegram អត់ឬក៏ដើម្បីភ្ជាប់ Telegram មួយគាត់គ្រាន់តែចុចលើកន្លែងលេខទូរស័ព្ទនឹងម្ដងទៀតមកតបមកបើសិនជាមាន Telegram យើងនឹងឃើញនៅខាងក្រោម view profile ឬក៏បើសិនជាយើងចង់ message ទៅហ្មងអាច send នេះទៅហ្មងទៅយើងអាចឆាតអីជាមួយគាត់បានហូបហែអញ្ចឹងនេះគឺជាវីដេអូខ្លីមួយសង្ឃឹមថា